Hello ស្វាគមន៍គ្នាស្វាគមន៍មកកាន់ការសម្រាយរឿងរបស់ admin ក្នុងរឿងការវិលត្រឡប់របស់ម្ចាស់ស្ត្រីនៅភាពបន្តបើសិនជាអ្នកនរគ្នាចង់ភ័យ admin ញ៉ាំកាហ្វេអ្នកនរគ្នាក៏អាច support admin តាម ABA QR ដែល admin ដាក់នៅខាងលើបានដែរអរគុណច្រើនតោះយើងចូលទៅកាន់សាច់រឿងរបស់យើងបន្តមកលោកម្ចាស់នៅសំណាក់ហានម៉ៃក៏បាយក្រោយហើយក៏និយាយទៅកាន់ស៊ីស៊ូថាពួកយើងត្រូវតែធ្វើតេស្តនៅក្នុងជំនុំជម្រះរបស់ហានម៉ៃហើយគាត់បាននិយាយប្រាប់ស៊ីស៊ូរបស់យើងថាគាត់បានខ្លាចជាអ្នកសម្របសម្រួលតាំងពីគាត់អាយុ5ឆ្នាំហើយចាប់ផ្ដើមធ្វើអាជីវកម្មតាំងអាយុ8ឆ្នាំហើយបានបន្តការគ្រប់គ្រងហាងចំនួន30ហាងណានៅក្នុងអាយុ12ឆ្នាំគាត់ធ្វើអាជីវកម្មគឺដោយការជឿជាក់ហើយគាត់បាននិយាយទៅកាន់ស៊ីស៊ូទាំងចំអកថាដូច្នេះហើយខ្ញុំគិតថាខ្ញុំគឺគ្មានភ័យខ្លាចក្នុងការប្រកួតប្រជែងជាមួយនឹងនាងឡើយរបៀបថាគាត់ខ្លាំងតាំងពីតូចមកអញ្ចឹងណាដល់ពេលស៊ីស៊ូរបស់យើងមកចង់ទៅតំណែងហ្នឹងគឺគាត់ថាវាអត់អាចទៅរួចទេដែលទៅតំណែងហ្នឹងពីគាត់បានពេលទៅលើលោកសាងស៊ីនិយាយបែបហ្នឹងស៊ីស៊ូរបស់យើងគឺញ៉ាំខ្ជិបហ្មងអ្នកទាំងអស់គ្នាហើយក៏និយាយទៅកាន់លោកសាងស៊ីថារាងកាយរបស់លោកសាងស៊ីគឺមានក្លិនដែលក្រអូបបែបស្ងប់ស្ងាត់ហើយក្លិនក្រអូបខ្លាំងបែបនោះគឺគ្មានអ្នកណាគេយកមកប្រើនោះឡើយលុះត្រាតែម្នាក់នោះគឺជាមនុស្សដែលមានភាពស្មុគស្មាញច្រើនចំណែកឯនៅលើចុងម្រាមដៃគឺមានស្នាមក្រហមទូចៗបានន័យថាគាត់ប្រហែលជាយកដៃរបស់គាត់ណាចុចទៅលើម្រាមដៃនឹងខ្លាំងណាស់ហើយស៊ីស៊ូនៅបន្តនិយាយចំអកទៅវិញថាបើសិនជាលោកមិនភ័យខ្លាចទេចុះហេតុអ្វីបានជាលោកណាដកចុចដៃរបស់ខ្លួនឯងឲ្យក្រហមធ្វើអីពេលលើស៊ីស៊ូរបស់យើងនិយាយបែបហ្នឹងលោកសាងស៊ីបែកញើសប៉ុនក្របពោដែរហើយលោកសាងស៊ីក៏និយាយទៅកាន់ស៊ីស៊ូរបស់យើងថាត្រឹមត្រូវហើយនៅអង្គជំនុំហានមីពេលនេះគឺមានបញ្ហាមួយដែលត្រូវដោះស្រាយបើសិនជាអ្នកនាងស៊ីស៊ូអាចដោះស្រាយបញ្ហានោះបានន័យថាអ្នកនាងគឺបានឈ្នះនៅក្នុងជុំទី1ហើយពេលទៅលើបែបហ្នឹងស៊ីស៊ូរបស់យើងគឺមានព្រឺល្ងាជាមួយទេហើយក៏សួរថាតើមានបញ្ហាអីនិយាយប្រាប់មកហើយបន្ទាប់មកលោកសាងស៊ីក៏ប្រាប់ថាបន្ទប់របស់ហានមីបានធ្វើដំណើរទៅកាន់កំពង់ផែខាងកើតនៅក្នុងទីក្រុងហើយការធ្វើដំណើរនោះគឺយ៉ាងរលូនក៏ប៉ុន្តែរយៈពេល3ថ្ងៃក្រោយមកគឺមានពួកបងធំចចកព្រៃហ្នឹងក៏បានមករញ៉េរញ៉ៃអាជីវកម្មហ្នឹងវារៀងរោករ៉ាក់ដោយសារតែកំពង់ផែហ្នឹងគឺត្រូវពួកក្រុមចចកព្រៃហ្នឹងកាន់កាប់ហើយគាត់ក៏បន្តនិយាយថាបើសិនជាអ្នកផ្សេងប្រហែលជាស្រួលដល់ស្រ័យនិយាយគ្នាក៏ប៉ុន្តែជាមួយនឹងពួកបងជើងកាងបងធំនេះគឺពិបាកនិយាយគ្នាមែនតើព្រោះថាវាមានរយៈពេល3ថ្ងៃហើយដែលយើងគឺមិនអាចដឹកជញ្ជូនអីវ៉ាន់ណាយកទៅលក់ខាងក្រៅបានទេដោយសារតែពួកហ្នឹងគឺវាញ៉ែញ៉ៃនៅកន្លែងកំពង់ផែហ្នឹងពេលទៅលើបែបហ្នឹងស៊ីស៊ូរបស់យើងក៏និយាយថាអីគេបងធំចចកព្រៃចឹងហ៎អត់ព្រមចរចាហើយកាន់កាប់កំពង់ផែហើយខ្ញុំអត់ខ្លាចទេចាំខ្ញុំជាអ្នកចាត់ការរឿងហ្នឹងតមកស៊ីស៊ូរបស់យើងក៏ចាក់ចេញទៅចំណែកឯលោកសាងស៊ីវិញក៏បានគិតក្នុងចិត្តថាខ្ញុំចាំថានាងម្នាក់នេះគឺជាកូនស្រីច្បងរបស់លោកគ្រួសារយូតែមើលទៅនាងពិតជាមានភាពក្លាហានមែនក្រឡេកទៅកាន់ស៊ីស៊ូរបស់យើងវិញក៏បានហៅក្មេងៗអាណាថាចំនួន 4-5 នាក់ដើម្បីឲ្យពួកគេមកញ៉ាំអាហារហើយក៏បានសួរនាំពីរឿងពួកឆ្កែចចកព្រៃនឹងផងដែរហើយក៏មានក្មេងម្នាក់មកនិយាយប្រាប់ស៊ីស៊ូរបស់យើងថាមែនហើយវាជាការពិតក្រុមឆ្កែចចកព្រៃហ្នឹងគឺទើបតែបង្កើតឡើងបានកន្លះឆ្នាំតែប៉ុណ្ណោះក៏ប៉ុន្តែពួកគេគឺបានមកកាន់កាប់នៅកន្លែងហ្នឹងហើយពួកគេពិតជាប្រិយសាយមែនតើពេលទៅលើបែបហ្នឹងស៊ីស៊ូរបស់យើងគឺកាន់តែឆ្ងល់ទៀតហើយក៏គិតក្នុងចិត្តថាចុះបើសិនជាពួកគេជាមនុស្សអាក្រក់បែបហ្នឹងថាអ្វីបានជារីឆ្កែអត់មានធ្វើសកម្មភាពតាមចាប់ពួកគេបែបហ្នឹងបន្ទាប់មកក៏មានក្មេងម្នាក់ទៀតក៏និយាយថាតាមដែលខ្ញុំដឹងគឺពួកគេមានមេខ្លោងធំនៅពីក្រោយខ្នងចឹងហើយទៅខាងរាជការហ្នឹងគឺអត់អាចធ្វើអីពួកគេបានឡើយពេលទៅលើបែបហ្នឹងស៊ីស៊ូរបស់យើងគឺគាត់មានបង្ងើយកតាយនឹងរងចាំយូរទៀតទេគាត់ក៏ចាប់ដើមសម្ដៅទៅកំពង់ផែដើម្បីទៅបដៅពួកហ្នឹងចោលម្ដងក្រោយទៅកាន់កំពង់ផែវិញគឺឃើញពួកចចកព្រៃហ្នឹងគឺកំពុងតែកាប់សម្លាប់ទៅនារីម្នាក់យ៉ាងខុសខើហើយពេលដែលសម្លាប់នារីម្នាក់ហ្នឹងហើយគឺពួកគេសើចសប្បាយធម្មតាដូចជាគ្មានរឿងអ្វីកើតឡើងអញ្ចឹងបន្ទាប់មកស៊ីស៊ូរបស់យើងក៏បានបង្ហាញខ្លួនហើយក៏និយាយថាពួកឯងពិតជាថោកទាបណាស់ហើយស៊ីស៊ូរបស់យើងក៏បានដករបស់លេងថ្មីដើម្បីយកមកតេស្តសាកល្បងជាមួយនឹងកណ្ដាលសពួកគេនឹងឯងពេលដែលឃើញស៊ីស៊ូរបស់យើងដកផ្លិតនរកចេញមកគឺពួកហ្នឹងគឺមានភ័យខ្លាចព្រឺព្រួយអីទេបែរជានិយាយឡកលើទៅកាន់ស៊ីស៊ូរបស់យើងថាណែស្រីស្អាតតើនាងលែងចង់រស់ហើយមែនទេបើសិនជាលែងចង់រស់ហើយមកកំដរពួកយើងសិនមកមុននឹងស្លាប់ពេលទៅលើបែបហ្នឹងស៊ីស៊ូរបស់យើងក៏តបទៅវិញថាកំដរបានតាក៏ប៉ុន្តែពួកអញចាត់ការយើងមុនសិនមក
បើសិនជាឯងចាត់ការយើងបានយើងនឹងកំដរឯងតាមក្រោយពេលដែលលើស៊ីស៊ូរបស់យើងក្រអិតក្រត្រមបែបហ្នឹងពួកគេក៏ចាប់ផ្ដើមសើចហើយក៏និយាយថាណែស្រីស្អាតតើនាងមិនដែលឮឈ្មោះពីក្រុមរបស់ពួកយើងទេតើនាងគិតថាយើងនឹងខ្លាចក្នុងការសម្លាប់នាងឯងតមកគ្នារបស់ពួកគេក៏សម្រុកមកកាប់ស៊ីស៊ូរបស់យើងភ្លាមក៏ប៉ុន្តែស៊ីស៊ូក៏បានគេចតន់សាច់រឿងក៏បង្វែរកាន់លោកសាងស៊ីដែលកំពុងតែនៅដំណាក់ហានមីពេលនោះអ្នកបម្រើក៏សួរថាលោកសាងស៊ីតើលោកមានកង្វល់ក្នុងចិត្តមែនទេគាត់ក៏និយាយថាគ្មានអ្វីទេខ្ញុំគ្រាន់តែបារម្ភពីនាងស៊ីស៊ូមិនដឹងជាពេលនេះនាងកើតអ្វីឬក៏អត់ចំណែកនៅខាងស៊ីស៊ូឯនេះវិញនាងក៏បានគេចផុតពីដាវរបស់ពួកគេហើយក៏បាននិយាយគំរាមទៅកាន់ពួកគេតែមើលទៅពួកគេដូចជាមិនខ្លាចក្នុងការគំរាមរបស់ស៊ីស៊ូឡើយតមកស៊ីស៊ូរបស់យើងក៏រលាស់ផ្លិតចេញមករួចហើយក៏និយាយថាពេលនេះយើងនឹងឲ្យឯងតេស្តសាកល្បងរបស់លេងថ្មីរបស់យើងម្ដងមើលរួចហើយក៏ចូលទៅសម្ដៅទៅកាន់ពួកគេភ្លាមហើយក៏ទៅដល់គ្រាន់តែទាញផ្លិតគឺងាប់យកហ្មងពួកគេពេលដែលឃើញគ្នារបស់ពួកគេស្លាប់បែបហ្នឹងក៏នាំគ្នាចូលសម្រុកទៅសម្លាប់ស៊ីស៊ូក៏ប៉ុន្តែស៊ីស៊ូក៏បានបញ្ចេញស្នៀតអាវុធសម្ងាត់ចេញពីក្នុងផ្លិតចាក់សម្លាប់ពួកគេចោលភ្លាមតមកក៏បញ្ចេញខ្សែរ៉ូតធ្ពក់ទៅខាងលើហើយក៏ហោះទៅឡើងលើរួចហើយក៏គប់ផ្លិតសម្លាប់ពួកគេចោលភ្លាមនៅជុំវិញខ្លួនដែលធ្វើឲ្យពួកគេណាគឺអត់អាចតដៃជាមួយនឹងស៊ីស៊ូបានឡើយតមកគ្នារបស់គេពីរនាក់ក៏បានប្រាប់គ្នាថាយើងមិនអាចទប់ទល់ជាមួយនឹងនាងនេះបានឡើយឯងត្រូវតែយកអាវុធសម្ងាត់របស់ពួកយើងចេញមកដើម្បីទប់ទល់ហើយពួកគេក៏បានដកអាវុធសម្ងាត់រទេះព្រួញមួយដើម្បីយកមកសម្រាប់ស៊ីស៊ូចោលក៏ប៉ុន្តែរទេះព្រួញនោះគឺមិនអាចធ្វើអ្វីទៅកាន់ស៊ីស៊ូបានឡើយដោយនាងយកផ្លិតរបស់នាងយកមករងគ្រាប់ព្រួញរួចហើយពួកគេក៏ចាប់ផ្ដើមភ័យខ្លួនម្ដងទៀតការប្រយុទ្ធនេះធ្វើឲ្យស៊ីស៊ូខឹងយ៉ាងខ្លាំងនាងក៏ប្រើ skill the flash លឿនដូចផ្ទះចឹងចូលទៅដល់សម្រាប់ស៊ីស៊ូក៏បានចាប់គ្នារបស់ពួកគេមកសួរចម្លើយថាតើពួកគេបានអាវុធទាំងអស់នេះមកពីណាហើយស៊ីស៊ូក៏បានគិតក្នុងចិត្តដែរថាបើសិនជាគេសម្រាប់ក្រុមទាំងអស់នឹងនៅថ្ងៃហ្នឹងអ្វីនឹងទទួលបានជោគជ័យក៏ប៉ុន្តែនាងមានអារម្មណ៍ថាដូចជាមិនសូវស្រួលហើយក៏ចង់ដឹងរឿងពីក្រោយខ្នងនៃរឿងនេះដែរហើយគ្នារបស់ពួកគេក៏និយាយប្រាប់ស៊ីស៊ូថាមេរបស់ពួកគេបានយកអាវុធទាំងអស់នេះយកទៅលាក់ក្នុងព្រៃបំរុងនឹងមានផែនការអ្វីមួយនៅទីនោះហើយស៊ីស៊ូក៏បានសួរថាតើនៅទីនោះមាននរណាខ្លះហើយគេគឺមិនប្រាប់ឡើយថាមាននរណាឬក៏មានរឿងអ្វីកើតឡើងតែស៊ីស៊ូក៏បានគិតសន្មតថាប្រហែលជាបកពួកទាំងអស់នេះមានចេតនាចង់ធ្វើកុដខ្សែរាជវង្សណាមួយនៅក្នុងព្រៃហើយដោយនៅថ្ងៃនេះគឺមានខ្សែរាជវង្សទៅបរបាញ់សត្វព្រៃនៅថ្ងៃនេះចំណែកឯស៊ីស៊ូរបស់យើងក៏បានគិតដល់សៀវមីងព្រះអង្គម្ចាស់ទី7ថានៅពេលដែលពួកគេជួបគ្នាដំបូងគឺបានឃើញសៀវមីងហ្នឹងគឺគាត់ត្រូវបានព្រួយអាវុធសម្ងាត់ទាំងអស់នេះបាញ់ឲ្យត្រូវមានរបួសបន្ទាប់មកពួកវាក៏និយាយបន្តទៀតថាវាលើថាព្រះអង្គម្ចាស់ទី7ដូចជាចូលចិត្តក្នុងការបរបាញ់សត្វព្រៃហើយស៊ីស៊ូរបស់យើងគឺអត់មានຕົកយូរទេក៏សម្លាប់ចោលភ្លាមហើយក៏ប្រញាប់ប្រញាល់ហោះចូលទៅក្នុងព្រៃដើម្បីទៅមើលអនាគតស្វាមីក្រែងលោអនាគតស្វាមីត្រូវបានគេលបបាញ់ប្រហារអត់ស្លាញ់គេប៉ុន្តែលើគេមានបញ្ហារត់ទៅប្រូចពេលចូលទៅដល់ក្នុងព្រៃស៊ីស៊ូក៏បានឃើញខ្សែរាជវង្សច្រើនអ្នកកំពុងតែធ្វើដំណើរនៅក្នុងព្រៃបន្ទាប់មកក៏មានព្រួយហ្នឹងហោះសម្ដៅទៅកាន់ពួកគេហើយស៊ីស៊ូក៏ប្រញាប់ប្រញាល់ដើម្បីទៅទប់ស្កាត់ព្រួយនោះកុំឲ្យប៉ះពាល់ដល់នរណាម្នាក់ដែលនៅក្នុងវងហើយព្រួយនោះហាក់បីដូចជាហោះសម្ដៅទៅកាន់បរិសម្នាក់ដែលកំពុងតែជិះសេះហើយស៊ីស៊ូក៏មានបង្អង់យូរទេគឺគាត់ហោះដើម្បីទៅបំផ្លាញព្រួយនោះចោលភ្លាមដើម្បីកុំឲ្យនរណាម្នាក់មានបញ្ហាតែដោយសារតាព្រួយនោះគឺមានកម្លាំងខ្លាំងពេកស៊ីស៊ូរបស់យើងក៏បានទប់នឹងព្រួយនោះអត់ជាប់ក៏ធ្លាក់មកដល់ដីធ្វើឲ្យសន្លប់បាត់ស្មារតីហើយបរិសម្នាក់នោះក៏បានលើកស៊ីស៊ូទៅដេកនៅលើគ្រែពេលដែលស៊ីស៊ូភ្ញាក់ដឹងខ្លួនក៏បានឃើញពួកគេកំពុងតែរងចាំស៊ីស៊ូភ្ញាក់ឡើងហើយបរិសម្នាក់នោះនៅពេលដែលឃើញស៊ីស៊ូរបស់យើងភ្ញាក់បែបហ្នឹងគាត់ក៏បានអរគុណទៅកាន់ស៊ីស៊ូដែលបានជួយជីវិតហើយក៏បាននិយាយថាគាត់ឈ្មោះថាយេឈិនគឺជាព្រះអង្គម្ចាស់ហើយសាច់រឿងរបស់យើងក៏មកដល់ទីបញ្ចប់ហើយអ្នកនរគ្នាអញ្ចឹងមានចាំតាមដានទស្សនាភាពបន្តតើព្រះអង្គម្ចាស់យេឈិនហ្នឹងគឺជាមនុស្សបែបណា